របៀបដាក់នេះ OSI បែបនេះសម្រាប់សម្គាល់នៅពេលដែលយើងបាយ sale ទៅតាម OSI នៅពេលដែលវាឡើងខ្ពស់ឬក៏ធ្លាក់ខ្លាំងអញ្ចឹងទៅយើងអាចប្រើ OSI ចូលផ្សារបានដូចកន្លែងនេះអញ្ចឹងនេះនៅ30អ្នកទាំងអស់គ្នាឃើញ Ethereum អត់ឃើញវាស្ទុះឡើងដោយសារតែវាធ្លាក់ខ្លាំងអញ្ចឹងទៅដល់ពេលដែលវាត្រូវ retrace ឡើងទៅវិញបន្តិចអញ្ចឹងទៅយើងអាចចូល take profit កន្លែងហ្នឹងបានតិចតិចអញ្ចឹងទៅបើសម្រាប់យើងលេងមាសអូខេបានតែ5 6 pip យើងអាចទាញ profit វាបានហើយទៅតាមចំនួនlot size ដែលអ្នកទាំងអស់គ្នាចូលអញ្ចឹងទៅហើយឥឡូវយើងចូលមកកាន់វីដេអូយើងទាំងអស់គ្នាយើងដំបូងអ្នកទាំងអស់គ្នាចូលមកកាន់ MT5 របស់យើងឬ MT4 ហ្នឹងមកអ្នកទាំងអស់គ្នាចុចអ្នកកន្លែងអ្នកស្តៀងអក្សរ F នេះចុចវាមកបន្តមកទៀតអ្នកទាំងអស់គ្នាធ្វើការចុចឥឡូវធ្វើការលុបវាសិនមកអ្នកទាំងអស់គ្នាខ្ញុំលុបវាមកហើយបើសិនជាអ្នកទាំងអស់គ្នាអត់មាន broker សម្រាប់ trade មាស trade crypto ទេអ្នកទាំងអស់គ្នាអាចចុច link នៅខាងក្រោមវីដេអូខ្ញុំបានដើម្បីចុះឈ្មោះទាំងវីដេអូបង្រៀននិង link ចុះឈ្មោះមាននៅក្រោមវីដេអូខ្ញុំទាំងពីរឥឡូវនេះយើងមកចាប់ផ្ដើមធ្វើវាទាំងអស់គ្នាជាដំបូងអ្នកទាំងអស់គ្នាពេលចូលមកកន្លែងអក្សរ F ហ្នឹងហើយកណ្ដាលហ្នឹងអ្នកចុច main window មកហើយបន្តមកអ្នកទាំងអស់គ្នា scroll រនេះ relating strength index ចុចវាមួយមកបន្តមកទៀតកន្លែងនេះយើងមើលមកកាន់ line level ទាំងអស់គ្នា level យើងចុចលើ level មកសម្រាប់ដំបូងអ្នកទាំងអស់គ្នាអត់មាននេះទេអត់មាននេះដូចខ្ញុំនិយាយទេឥឡូវខ្ញុំលុបអស់វាឲ្យយើង add level ដំបូងយើង add មក80នេះសម្រាប់strong shell strong shell អូខេចាំតិចបន្តមកទៀតអ្នកទាំងអស់គ្នាយើង add មួយទៀតមកនេះសម្រាប់បាយម្ដងបាយដាក់20មកនៅពេលដែលវាធ្លាក់ដល់20យើងអាចបាយវាវិញបានយក profit តិចតួច short term បានយើងដាក់ថា strong buy ចូលមកយើង add level មួយទៀតនេះ add level មួយទៀតមកយើងដាក់70នេះយើងដាក់ sell ធម្មតាមកហើយយើង add មួយទៀតយើងដាក់ថា30 buy ធម្មតាមកតមកទៀតកន្លែងនេះអ្នកទាំងអស់គ្នាអាចដូរពណ៌អាចសេរីនេះទំហំ line របស់យើងឲ្យធំឲ្យទូចបានឥឡូវខ្ញុំយកប៉ានេះទៅវាល្មមកុំឲ្យវារៀងញ៉ៃទូរស័ព្ទយើងពេកបន្ទាប់មកយើងអាចជ្រើសរើស color បាន color នេះយើងអាចដាក់ពណ៌អីក៏បានដែរតាមចិត្តអ្នកទាំងអស់គ្នាឆ្លាញ់ទៅខ្ញុំយកពណ៌នេះបន្ទាប់មកអ្នកទាំងអស់គ្នាចុច click ទៅហើយ click ទៀតណានេះឃើញហើយនេះយើងអាចយកទៅចូលផ្សារបានពេលដែលវាឡើងខ្លាំងឬក៏ចុះខ្លាំងអញ្ចឹងទៅបើសិនជាវាស្ថិតនៅក្រោម50ឥឡូវខ្ញុំដាក់មួយទៀតពេលដែលវាស្ថិតនៅ50យើង add ដល់មួយទៀតមក50 no trade អូខេ agree នេះ50យើង no trade កន្លែងនេះយើងអាចសេរីទំហំវាបានឲ្យគាត់ចុចពីលើសកត់ពីលើហ្នឹងមកយើងអាចសេរីវាបានទុចធំឲ្យទៅតាមចំណង់ចំណូលចិត្តនឹងទូរស័ព្ទរបស់អ្នកទាំងអស់គ្នាហ្នឹងទៅ